អារម្មណ៍មួយនេះខ្ញុំជឿថាបងប្អូនយើងខ្លះគឺគាត់ធ្លាប់ប្រកាសជាធ្លាប់ជួបដូចអ្នកដែលគាត់សួរខ្ញុំនឹងដែរគាត់និយាយថាគាត់នៅពេលដែលគាត់បានជួបមិត្តភ័ក្តិគាត់ដែលធ្លាប់រៀនជាមួយកាលពីនៅវិទ្យាល័យជាមួយគ្នាគាត់ជួបគេឥឡូវឃើញគេធូរធារខ្លាំងមែនតើត្រឡប់មកមើលជីវិតខ្លួនឯងនឹងជួបតែបញ្ហានិយាយទៅបញ្ហាសេដ្ឋកិច្ចក៏មានបញ្ហាគ្រួសារភាពមិនចុះសម្រុងក៏មានចឹងទៅធ្វើឲ្យគាត់មានអារម្មណ៍ថាខ្លួនឯងមានសម្ពាធផ្លូវចិត្តមានវិបត្តិផ្លូវចិត្តខ្លាំងមែនតើហើយគាត់ចាប់ផ្ដើមបន្ទោសខ្លួនឯងចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងនឹងអន់ដូចថារៀនជំនាន់សកលមួយគេដែរឥឡូវគេរកស៊ីធូធាកាក់កបសំណាយខ្លួនឯងវិញណាសឹងថាឲ្យបានបាយមួយថ្ងៃ3ពេលឲ្យឆ្ងាញ់ឲ្យអត់ចាពាក់គេហ្នឹងគឺអត់បានទៀតរបៀបអញ្ចឹងណាបងប្អូនអញ្ចឹងបើសិនជាក្នុងករណីមានបងប្អូនណាដែលគាត់មានអារម្មណ៍ដូចបងអូនស្រីដែលគាត់ផ្ញើសារមកខ្ញុំហ្នឹងគឺខ្ញុំទាំងអស់គ្នាគួរតែស្ដាប់វីដេអូមួយនេះខ្ញុំចង់ឲ្យបងប្អូនយល់ចេះជីវិតនោះម្នាក់គឺអត់ដូចគ្នាហើយកុំដាក់បន្ទុកលើខ្លួនឯងកុំមើលងាយខ្លួនឯងអ្នកណាក៏អាចមើលងាយយើងបានដែរតែយើងហាមមើលងាយខ្លួនឯងជាដាច់ខាតទាំងអស់គ្នាតម្រាំតែទាំងអស់គ្នាឈរមកទីតាំងដែលអ្នកគ្នាកំពុងតែឈររាល់ថ្ងៃហ្នឹងខ្ញុំចង់ប្រាប់ថាទាំងអស់គ្នារឹងមាំខ្លាំងណាស់ហើយចាយើងអត់ដឹងថាគេក្រោយខ្នងដែលយើងឃើញខាងក្រោយខ្នងនៃភាពហឺហាដែលយើងកំពុងតែជួបគេយើងកំពុងតែឃើញគេបង្ហាញតាមប្រព័ន្ធសង្គមហ្នឹងយើងមិនដឹងថាតើអាភាពហឺហាទាំងអស់ហ្នឹងវាពិតប្រមាណភាគរយផងចាប៉ុន្តែរឿងអ្នកដតីជីវិតអ្នកដតីគឺពិតជាអត់សំខាន់លើយើងទេអ្វីសំខាន់ជាងគេគឺយើងហ្នឹងហ្មងបងប្អូនត្រូវដឹងថាតម្រាំតែយើងឈរកន្លែងនេះតម្រាំតែយើងមកបានថ្ងៃហ្នឹងទោះបីតែកន្លែងដែលយើងឈរថ្ងៃហ្នឹងវាពិបាកមិនក៏ដោយប៉ុន្តែខ្ញុំជឿថាទាំងអស់គ្នាបានប្រឹងហើយត្រូវហើយបើទាំងអស់គ្នាបានប្រឹងហើយហេតុអីក៏ត្រូវមើលងាយខ្លួនឯងខ្លាចតែយើងអត់ប្រឹងតែបើយើងប្រឹងហើយយើងខំហើយប៉ុន្តែវានៅតែមិនទាន់បានផលដូចតែចិត្តយើងផងខ្ញុំចង់ឲ្យអ្នកនរប្រាប់ចិត្តខ្លួនឯងវិញថាដូចយើងដាំដើមឈើអញ្ចឹងយើងដាំផ្លែឈើហូបផ្លែអញ្ចឹងមិនដាក់គ្រាប់ថ្ងៃហ្នឹងទាំងអស់គ្នាបានផ្លែញ៉ាំស្អែកទេគឺយើងត្រូវការពេលអញ្ចឹងពេលខ្លះបើសិនជាយើងប្រឹងអស់លទ្ធភាពហើយទុកឲ្យពេលវេលាអ្នកធ្វើការចាពួកយើងអាចបខំអីបានទេហើយទាំងអស់គ្នាត្រូវតែរៀនបើកចិត្តទទួលពីព្រោះมันអាចមានរឿងអីដែលវាទៅតាមចិត្តយើងចង់ឲ្យមិនវាទៅជាអញ្ចឹងអាហ្នឹងគឺពិតជាអត់អាចទៅរួចហើយមួយទៀតវាអាចមកពីផលបុណ្យផងដែរអ្នកទាំងអស់គ្នាចាខ្ញុំចូលនិយាយរឿងដូចថាជំនឿតិចចុះខ្ញុំជឿថាពេលខ្លះក៏វាដោយសារផលបុណ្យដែលយើងសាងពីជាតិមុនចាដែលយើងសាងនៅជាតិនេះអញ្ចឹងបើសិនជាយើងគិតថាជីវិតរបស់យើងវារៀងដូចថាអត់សូវគប់ប្រសើរខ្ញុំគិតថាទាំងអស់គ្នាព្យាយាមធ្វើល្អធ្វើបុណ្យទាំងអស់គ្នាដឹងហ៎បុណ្យណាពេលខ្លះអត់ចាំបាច់តតែយើងធ្វើម្ហូបទៅវត្តអត់ចាំបាច់តតែយើងនឹងទៅចូលលុយចូលកាក់ធ្វើនេះធ្វើនោះទេពេលខ្លះទាំងអស់គ្នាគ្រាន់តែកាយវាចាល្អហ្នឹងក៏ជាបុណ្យកុសលដែរខ្ញុំនិយាយទាំងអស់គ្នាអាហ្នឹងអញ្ចឹងឈប់មើលងាយខ្លួនឯងហើយកុំព្យាយាមឲ្យសោះទៅរកការលើកទឹកចិត្តពីអ្នកដទៃគេលើកទឹកចិត្តយើងបានតែមួយថ្ងៃម្ដងពីរដងឯងបងប្អូនតែគេលើកចិត្តយើងទឹកចិត្តយើងញាប់ពេកគេធុញដែរគេខ្ជិលដែរវីដេអូដែលខ្ញុំនិយាយអញ្ចឹងខ្ញុំផ្ញើទៅបងអូនស្រីម្នាក់ហ្នឹងអញ្ចឹងខ្ញុំអាចលើកទឹកចិត្តបងអូនថ្ងៃហ្នឹងបានប៉ុន្តែចាប់ពីថ្ងៃហ្នឹងទៅដល់ស្អែកកាន់ស្អែកមួយខែពីរខែក្រោយបើអូននៅតែបដោយអារម្មណ៍យើងឲ្យតូទុនឲ្យនៅមើងងាយខ្លួនឯងអានឹងអត់មានអីជួយយើងបានទេអញ្ចឹងអរគុណណាខ្ញុំមានតែប៉ុណ្្នឹងទេបាយ